ចូលឲ្យកូនចូលរួមក្នុងដំណើរនៃជីវិតរបស់អ្នកចូលអនុញ្ញាតឲ្យកូនរបស់អ្នកចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃទោះបីជាវាធ្វើឲ្យការងាររបស់អ្នកយឺតជាងមុនក៏ដោយទោះបីជាវាធ្វើឲ្យផ្ទះបាយរញ៉េរញ៉ៃការបំពេញភារកិច្ចប្រើពេលយូរជាងមុនឬធ្វើឲ្យភាពស្ងប់ស្ងាត់ត្រូវបាត់បង់ក៏ដោយវាមិនមែនជាការរំខាននោះទេប៉ុន្តែវាគឺជាគោលបំណងដ៏សំខាន់បំផុតនៃជីវិតក្មេងៗមិនមែនកើតមកដើម្បីគ្រាន់តែអង្គុយមើលសកម្មភាពរបស់អ្នកពីចម្ងាយនោះទេប៉ុន្តែពួកគេគួរតែនៅក្បែរអ្នកចូលឲ្យពួកគេជួយកូរគ្រឿងផ្សំនំជួយកាន់បញ្ជីទិញអីវ៉ាន់ឬជួយបត់ខោអាវតាមរបៀបដែលមិនសូវមានរបៀបរៀបរយរបស់ពួកគេចុះខណៈពេលនៃសកម្មភាពសាមញ្ញទាំងនោះហើយដែលចំណងមិត្តភាពចាប់ផ្ដើមលូតលាស់វាគឺជាកន្លែងដែលពួកគេរៀនសូត្រថាពួកគេគឺជាផ្នែកមួយនៃគ្រួសារមិនមែនដោយសារតែពួកគេធ្វើអ្វីៗបានល្អឥតខ្ចោះនោះទេប៉ុន្តែដោយសារតែពួកគេត្រូវបានផ្ដល់តម្លៃឲ្យចូលរួមថ្ងៃណាមួយពួកគេនឹងមិនចងចាំថាការងារផ្ទះត្រូវបានបញ្ចប់លឿនប៉ុណ្ណានោះទេឬផ្ទះមានសភាពស្អាតកម្រិតណានោះឡើយប៉ុន្តែអ្វីដែលពួកគេនឹងចងចាំគឺអ្នកតែងតែផ្ដល់ឱកាសឲ្យពួកគេបាននៅក្បែរនិងការដែលអ្នកជ្រើសរើសយកវត្តមាននៅក្បែរកូនជំនួសឲ្យភាពល្អឥតខ្ចោះនៃការងារជីវិតនឹងតែងតែជំរុញឲ្យអ្នកប្រញាប់ប្រញាល់ជានិច្ចប៉ុន្តែគោលរបស់អ្នកគឺជាហេតុផលដែលអ្នកគួរតែបន្ថយល្បឿន